សួស្តីសម្រាប់ខ្ញុំកីឡាភីកបលនេះស្ទើរតែ103បើភីកបលនេះបានខ្ញុំស្គាល់ថាកីឡាភីកបលហើយបងផុតក៏ដឹងថារបៀបលេងគេអីហ្នឹងគឺអត់ដឹងសោះហ្មងអញ្ចឹងបន្ទាប់ពីចាប់ផ្ដើមលេងយើងចាប់ផ្ដើមចេះអញ្ចឹងបន្ទាប់ពីចេះទៅគឺចង់មកលេងថ្ងៃណាក៏ចង់មកលេងដែរលេងទៅគឺសុបាយពេលដែលលេងគឺបាត់គិតអីទាំងអស់អញ្ចឹងធ្វើឲ្យយើង relax ជួយយើងបានច្រើនហ្នឹងណាសម្រាប់កីឡាភីកបលនេះគឺនិយាយទៅខ្ញុំលេងភីកបលក៏លើកទី1តែខ្ញុំលេងកីឡាហើយកីឡាផ្សេងៗក៏អត់ដែរលេងដែរអញ្ចឹងពេលដែលដំបូងគឺអត់ចង់លេងទេអត់ចង់មកលេងអង្គុយធ្វើការរហូតនៅកន្លែងឡើយក្រោយមកចាប់ដើមបានមកលេងគឺជក់ហើយអញ្ចឹងលេងទៅវាធ្វើឲ្យយើងបានចេញញើសអីចឹងវាចេញញើសហើយលេងទៅវាធ្វើឲ្យយើងធូរពីមុនភាគច្រើនខ្ញុំឲ្យតែនេះឡើងគឺខ្ញុំរួយស្មាតឹងខាងហ្នឹងអញ្ចឹងបន្ទាប់ពីបានមកលេងភីកបលបានមួយរយៈគឺវាបាត់អារួយស្មាយើងហ្នឹងណាអញ្ចឹងគឺឃើញថាវាយើងលេងកីឡាទៅគឺវាល្អព្រោះអីអាហ្នឹងគឺកីឡាហ្នឹងគឺយើងនិយាយទៅរត់ប្រើកាយវិការទាំងអស់ហ្មងដៃជើងអីគឺល្វាសទាំងភ្នែកទៀតអញ្ចឹងណាហើយពីហ្នឹងទៀតគឺពេលដែលយើងមកលេងនៅនេះគឺលេងជាមួយនឹងក្រុមការងារអញ្ចឹងសម្រាប់នៅក្រុមការងារគឺយើងធ្វើឲ្យយើងមានភាពកាន់តែស្និទ្ធស្នាលហើយមួយទៀតគឺក៏បានស្គាល់អ្នកផ្សេងក្រៅពីក្រុមការងារដែលគាត់មកលេងអញ្ចឹងគឺយើងស្គាល់មានតំណែងអីបន្តគ្នាទៀតអញ្ចឹងណាសម្រាប់អ្នកដែលអត់ទាន់បានស្គាល់កីឡាភីកបលអាចមកសាកល្បងលេងនៅនេះគាត់ថាវាពិតជាល្អដោយសារខ្ញុំផ្ទាល់ខ្ញុំជាមនុស្សដែលតែលេងកីឡាសោះអញ្ចឹងយើងមកលេងមកវាអារម្មណ៍វា fresh ហ្មងហើយធ្វើឲ្យយើងបានស្គាល់លេងនឹងទៀតហើយឥឡូវនេះ103ភីកបលកំពុងតែមានការលើកទឹកចិត្តដល់អ្នកដែលអត់ទាន់បានស្គាល់103ភីកបលអាចមកសាកល្បងលេងដោយគាត់កំពុងតែមានការ free គឺរៀងរាល់ថ្ងៃអង្គារនិងថ្ងៃពហុហើយគឺពីម៉ោង6 ព្រឹកដល់ម៉ោង4ល្ងាចគឺលេងតែឥតគិតថ្លៃ